សុំចិត្តពុកម៉ែបងប្អូនជួយ like ជួយ share និង follow account ខ្ញុំអ្នកមួយបងប្អូនជួយ follow ឲ្យបងប្អូនយើងនៅក្រៅស្រុកក្នុងស្រុកឃើញវីដេអូនេះបងប្អូនជួយ like ជួយ share ម្នាក់មួយទៅខាងស្ដាំដៃយើងកុំកណាញ់បងប្អូនជួយ like ជួយ share ម្នាក់មួយទៅឲ្យបងប្អូនយើងនៅក្រៅស្រុកក្នុងស្រុកឃើញវីដេអូនេះបងប្អូនមកបីគាត់ទៅខ្ញុំទៅចេញនិយាយភាសាលោកទេសូមសមាទោសទៅខ្ញុំទិញlike ជួយខមមិនពាក្យល្អៗបងប្អូនទិញរបស់ប្រើប្រាស់ខាងស្ដាំដៃយើងជួយ like ច្រើនក្នុងហៅមកពេលនេះអស់130000ហើយសម្រាប់ថវិកាដែលមកឲ្យខ្ញុំមកសម្រាប់ទុកធ្វើម្ហូបហ្នឹងក្នុងពេលហ្នឹងក្មួយទិញអស់130000ហើយមកអស់ហើយដែលមកអញ្ជើញមកជាមួយលោកបងនោះមានកម្មាមានភេទជ្ជៈមានដូចជាធូបមុខអីចឹងមាននំស្ករគ្រាប់អីជាដើមយកមកលេងកូននៅសមរភូមិនោះហើយបងថាសប្បាយចិត្តណាស់បានជួបព្រះកងទ័ពកូនក៏សប្បាយចិត្តដូចគ្នាសប្បាយចិត្តចង់ស្រក់ទៅខ្លួនខ្ញុំអ្នកមួយផងតែជួយជួយ like ជួយ share ម្នាក់មួយបងបាច់ចាត់ទុកកូនជាព្រះកងទ័ពអីទេកូនអត់ទឹកណាទេព្រោះព្រះកងទ័ពទាំងអស់អ្នកដែលឈរនៅទីនេះអ្នកដែលឈរនិយាយទៅឲ្យតែអ្នកខមមិនពាក្យល្អៗខ្សែក្បាច់ឬក៏នៅស្មល់គុំដែលជាព្រះកងទ័ពតែសម្រាប់កូនមួយខ្លួនដូចជាយើងទៅអ្នកទេមិនមែនជាព្រះកងទ័ពឯកអង្គអាចក្លាហានទេបើមិនមានពួកគាត់ក៏មិនមានពួកខ្ញុំនៅទីនេះដូចតែគ្នានឹងឯងអញ្ចឹងណាហើយក៏សិទ្ធិពលជ័យដល់មកនៅអាយុយឺនយូរជាលោកដល់កូនចៅហើយសាមលេងកូននៅសមរភូមិមុខផងចូលឆ្នាំជុំអីមកអញ្ជើញមកលេងបានម្ដងអីទៅកុំឲ្យកូននៅសមរភូមិនេះឯកាហើយសង្ឃឹមថាបងអ៊ំហើយនឹងលបងបានឃើញវីដេអូនេះទៅងាយនឹងមកពេលនេះកូនចំណាយអត់ទៅតែអស់តែ130000ទេសម្រាប់ថវិកាដែលបងអ៊ំឲ្យមកចឹងមិនខ្ញុំតែងនិយាយណាថ្ងៃនេះខាងនេះខ្យល់ខ្លាំងពុកម៉ែបងប្អូនថាពុកម៉ែបងប្អូនខ្លះគាត់ក៏កុំឆ្ងល់ថាវាថាឲ្យថវិកាមក2000000អញ្ចឹងចំណាយអស់តែ150,000ឬក៏100000អញ្ចឹងណាគាត់ថ្ងៃហ្នឹងខ្ញុំទិញសាច់ហ្នឹងហើយនឹងបន្លែនេះមកស្បោងតែប៉ុណ្្នឹងពុកម៉ែបងប្អូនអស់70000ទៀតដែរអញ្ចឹងហើយនឹងបើសិនជាមិនមានថវិកាដែលបងប្អូនឲ្យមកឬក៏សន្សំទុកខ្លះហ្នឹងសម្រាប់ទិញគឺខ្ញុំចំណាយថវិកាខ្លួនខ្ញុំផ្ទាល់តំណងអញ្ចឹងបានថាសូមចិត្តពុកម៉ែបងប្អូនទាំងអស់ក៏មានការព្រួយបារម្ភខ្លាចខ្ញុំលេបតបាក់អីយុទ្ធនាម្នាក់ឯងគឺមនុស្សខ្ញុំពុកម៉ែបងប្អូនខ្ញុំគិតថាអ្វីខ្ញុំមិនអាចរស់ម្នាក់ឯងអញ្ចឹងបានសូមចិត្តពុកម៉ែបងប្អូនដែលធ្វើបុណ្យឲ្យមានចិត្តជ្រះថ្លាទទួលយកកុសលផលបុណ្យដែលខ្លួនបានធ្វើគឺសប្បាយចិត្តរីករាយនិងអនុមោទនាយកចាស់តែបើសម្រាប់ខ្ញុំគឺខ្ញុំនៅតែបន្តធ្វើ